ពាក្យព័ន្ធស្ថានភាពពលរដ្ឋប៉ាឡេស្ទីននៅតំបន់កាហ្សាកាលពីថ្ងៃពុធប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាមានចេតនាបង្វែងដាននិងលាក់បាំងសហគមន៍អន្តរជាតិនៅអំពើដ៏អមនុស្សធម៌របស់ពលរដ្ឋប៉ាឡេស្ទីនតាមរយៈការបង្កើននីតិវិធីស្មុគស្មាញសម្រាប់ការដឹកជញ្ជូនជំនួយទៅកាន់តំបន់កាហ្សាក្នុងគោលបំណងដើម្បីតែពន្យាពេលស្ថានភាពទុក្ខវេទនារបស់ពលរដ្ឋប៉ាឡេស្ទីននិងការបំភាន់មតិសហគមន៍អន្តរជាតិឲ្យមើលឃើញថាអ៊ីស្រាអែលក៏បានយកចិត្តទុកដាក់លើបញ្ហាជំនួយមនុស្សធម៌របស់ពលរដ្ឋកាហ្សាការលើកឡើងរបស់ប្រធានភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីននេះធ្វើឡើងក្រោយពីយោធាអ៊ីស្រាអែលបានបង្កើតការត្រួតពិនិត្យនិងរឹតបន្តឹងការចែកចាយជំនួយរបស់ក្រុមអង្គការមនុស្សធម៌ទៅឲ្យពលរដ្ឋប៉ាឡេស្ទីនហើយនឹងតម្រូវឲ្យពលរដ្ឋប៉ាឡេស្ទីនត្រូវឆ្លងកាត់ការពិនិត្យភិនភាគរាងកាយនិងសម្លេងដើម្បីធ្វើជាកំណត់ត្រាទិន្នន័យសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណនៅថ្ងៃខាងមុខជុំវិញរឿងនេះប្រធានភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានប្រាប់អ្នកកាសែតនៅឯក្លឹបសារព័ត៌មានជាតិជប៉ុននៅទីក្រុងតូក្យូថានីតិវិធីគ្រប់គ្រងជំនួយមនុស្សធម៌របស់អ៊ីស្រាអែលនៅកាហ្សាគឺគ្រាន់តែជាការបង្វិចដានសហគមន៍អន្តរជាតិដើម្បីពន្យាពេលទុក្ខវេទនារបស់ពលរដ្ឋប៉ាឡេស្ទីនដែលកំពុងមានការស្លេកឃ្លានខ្លាំងតែប៉ុណ្ណោះលោកបន្តថាក្រុមការងាររបស់ភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនគឺជាសាក្សីផ្ទាល់នៃអំពើអមនុស្សធម៌របស់អ៊ីស្រាអែលចំពោះពលរដ្ឋកាហ្សាតាមរយៈការរឹតបន្តឹងជំនួយសម្រាប់ពលរដ្ឋប៉ាឡេស្ទីនដែលកំពុងស្រេកឃ្លាននិងញ៉ាំងឲ្យមានការសម្រុកប្រជាគ្នាយ៉ាងអនាធិបតេយ្យនិងគួរឲ្យសង្រេងនៅពេលដែលមានការចែកចាយជំនួយមនុស្សធម៌ម្ដង